គោរពថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាគ្រប់មជ្ឈដ្ឋានសូមគោរពលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យឯកទេសផ្នែកច្បាប់ថ្ងៃនេះខ្ញុំបាទមានកិត្តិយសនឹងបង្ហាញនៅមាត្រា49នៃរដ្ឋធម្មនុញ្ញបន្ទាប់ពីយើងបានបញ្ចប់នៅមាត្រាទី39មាត្រាទី34និងមាត្រាទី35នៅក្នុងរដ្ឋធម្មនុញ្ញជំពូក3ស្ដីពីសិទ្ធិនិងករណីយកិច្ចរបស់ពលរដ្ឋខ្មែរចាប់ពីមាត្រាទី31និងរហូតដល់មាត្រាទី50ខ្ញុំបាទនៅពេលផ្សព្វផ្សាយធ្វើវីដេអូទៅបងប្អូនអាចឆ្ងល់ថាហេតុអីបានជាម្ដងមាត្រានេះមាត្រានោះអត់មានតាមលេខរៀងអញ្ចឹងគឺអ្វីដែលខ្ញុំធ្វើគឺខ្ញុំសំដៅទៅលើភាពចាំបាច់អត្ថភាពអ្វីដែលសំខាន់ព្រោះខ្ញុំអត់ដឹងថាខ្ញុំបាទអាចធ្វើវីដេអូផ្សព្វផ្សាយនៅច្បាប់នេះរដ្ឋធម្មនុញ្ញនេះជូនពុកម៉ែបងប្អូនបានប្រមាណដល់ពេលណាទេអញ្ចឹងអ្វីដែលខ្ញុំធ្វើបានគឺខ្ញុំប្រឹងប្រែងធ្វើឲ្យអស់ពីលទ្ធភាពអញ្ចឹងមាត្រាណាដែលសំខាន់ដែលមមាញឹកក្នុងការអនុវត្តនិងជួបនៅព្រឹត្តិការណ៍ក្នុងសង្គមជាញឹកញាប់ហើយប្រើទៅមានប្រសិទ្ធភាពគឺខ្ញុំព្យាយាមលើកយកមាត្រានោះមកចែងមុនប៉ុន្តែមិនឲ្យរំលងមិនឲ្យចន្លោះប្រហោងនៅមាត្រាណាមួយឡើយពុកម៉ែបងប្អូននៅក្នុងមាត្រាទី49នេះបានចែងថាវិជ្ជខណ្ឌទី1ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់វិជ្ជខណ្ឌទី2បានចែងបន្តថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចចូលរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិវិជ្ជខណ្ឌចុងក្រោយគឺវិជ្ជខណ្ឌទី3បានចែងថាកាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តនៅក្នុងបញ្ញត្តិច្បាប់បន្ទាប់ពីការអាននៅការចែងមាត្រា49នៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងនេះពុកម៉ែបងប្អូនអាចនឹងឆ្ងល់ចង់ឲ្យខ្ញុំបកស្រាយអ្វីទៅជាការគោរពរដ្ឋធម្មនុញ្ញតែយើងគោរពរបៀបម៉េចតើការគោរពច្បាប់គឺយើងគោរពដោយរបៀបណាហើយច្បាប់នោះមានច្បាប់អីខ្លះបាទហើយកាតព្វកិច្ចនៃការចូលរួមចំណែកកសាងប្រទេសជាតិនោះតើកាតព្វកិច្ចគឺជាអ្វីបាទការចូលរួមចំណែកកសាងប្រទេសជាតិនោះតាមរបៀបណាក្នុងរូបភាពអីលើសពីនោះទៀតកាតព្វកិច្ចនៃការការពារមាតុភូមិប្រទេសជាតិរបស់យើងនោះតើក្នុងនាមយើងជាប្រជាពលរដ្ឋមានកាតព្វកិច្ចបែបណាក្នុងរូបភាពបែបណាហើយបន្ទាប់លើសពីនោះទៀតជាចុងក្រោយតើអ្វីទៅបានជានៅវិជ្ជខណ្ឌទី3បានចែងថាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរក្នុងកិច្ចការងារការពារមាតុភូមិត្រូវបានចែងនៅក្នុងនិងអនុវត្តតាមច្បាប់រាល់ការបកស្រាយបំភ្លឺនៅអត្ថន័យទាំង3វិជ្ជខណ្ឌក្នុងមាត្រា49នេះនឹងត្រូវបានបកស្រាយនៅក្នុងវីដេអូបន្ទាប់ជាការពិតបងប្អូនយើងពិតជាចាប់ផ្ដើមបានយល់ពីតម្លៃនៃការសិក្សាស្វែងយល់នៅសិទ្ធិមនុស្សនៅកម្ពុជានិងរដ្ឋធម្មនុញ្ញកម្ពុជាខ្ញុំបានឃើញរូបភាពជាច្រើននៅរាល់វិវាទនិងដំណោះស្រាយបញ្ហានៅក្នុងសង្គមឃើញបងប្អូនជាច្រើនបានលើកយកគ្រប់រដ្ឋធម្មនុញ្ញដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍យកមកនិយាយនេះវាសបង្ហាញឲ្យឃើញថារដ្ឋធម្មនុញ្ញរបស់យើងត្រូវបានមហាជនប្រជាពលរដ្ឋសាធារណជនទទួលស្គាល់និងយកមកប្រើប្រាស់បងប្អូនវិធីសាស្ត្រនេះគឺជាប្រសិទ្ធភាពក្នុងការចូលរួមចំណែកកសាងប្រទេសជាតិយើងឲ្យមានសណ្ដាប់ធ្នាប់ឲ្យមានការអភិវឌ្ឍឲ្យមានស្ថិរភាព
ពុកម៉ែបងប្អូនខ្ញុំលើកឧទាហរណ៍មួយដើម្បីបង្ហាញពីអត្ថប្រយោជន៍នៃការសិក្សាឆ្វេងយល់រដ្ឋធម្មនុញ្ញនិងច្បាប់សិទ្ធិមនុស្សកម្ពុជាបងប្អូនអាចពិចារណាដោយងាយថាតើតម្លៃនិងប្រយោជន៍របស់ច្បាប់របស់រដ្ឋធម្មនុញ្ញចំពោះខ្លួនយើងផ្ទាល់ចំពោះគ្រួសារនិងចំពោះសង្គមជាតិមានអ្វីខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនពិចារណាថាបើបងប្អូនចង់ដឹងថាច្បាប់វាមានតម្លៃប៉ុន្មានបងប្អូនសាកគិតបន្តិចថានៅក្នុងភូមិពីរផ្សេងដាច់ពីគ្នាក្នុងចំណោមភូមិមួយมันមានអ្នកចេះច្បាប់រដ្ឋធម្មនុញ្ញมันមានអ្នកចេះច្បាប់សិទ្ធិមនុស្សកម្ពុជាហើយភូមិផ្សេងមួយទៀតមានអ្នកចេះរដ្ឋធម្មនុញ្ញនិងច្បាប់សិទ្ធិមនុស្សច្រើនតើប្រជាពលរដ្ឋនៅក្នុងភូមិទាំងពីរនេះភូមិមួយណាងាយរងគ្រោះរងការធ្វើទុកបុកម្នេញរំលោភសិទ្ធិជាងហើយភូមិមួយណាដែលអាចការពារខ្លួនឯងផ្ទាល់ពីសំណាក់ខ្លួនជាប្រជាពលរដ្ឋហើយមិនងាយនឹងត្រូវរងការរំលោភបំពានពីអាជ្ញាធរសមត្ថកិច្ចខិលខូចមួយចំនួនទៅទាំងនេះចំណុចនេះវាងាយស្រួលពិចារណាទើបខ្ញុំលើកយកមកបកស្រាយហើយខ្ញុំនឹងបកស្រាយជាលម្អិតនៅគ្រប់វីដេអូទាំងអស់ហើយខ្ញុំក៏សំណូមពរឲ្យពុកម៉ែបងប្អូនមេត្តាតាមដានមកចំណាយពេលយ៉ាងច្រើនមួយថ្ងៃ10នាទីទេខ្ញុំអត់ធ្វើវីដេអូឲ្យលើស10នាទីទេបងប្អូនចំណាយពេលតែប៉ុណ្នេះគឺបងប្អូនអាចជួយខ្លួនឯងគ្រួសារនិងសង្គមជាតិបានហើយបន្ទាប់ពីយើងចេះស្គាល់នៅច្បាប់នៅសិទ្ធិវាហាក់ដូចជាយើងអាចคล้ายជាមនុស្សជាបុគ្គលដែលដឹងខុសដឹងត្រូវមិនបានខ្ញុំនិយាយថាតើចេះច្បាប់ដឹងខុសដឹងត្រូវបាទបងប្អូននៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋយើងនេះច្បាប់គឺជាក្បួនរៀបចំប្រទេសឲ្យមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយវាហាក់ដូចជាបន្ទាត់ដែលចាំតម្រង់មនុស្សកុំឲ្យធ្វើលើសបន្ទាត់កុំឲ្យធ្វើខុសហើយយើងមានបន្ទាត់នេះឯងដែលអាចធ្វើឲ្យមនុស្សដឹងថាខ្លួនអាចដើរបានទៅដល់កម្រិតណាបើយើងអត់ស្គាល់ពីច្បាប់យើងងាយនឹងរងការបំភ្លៃពីជនខិលខូចមួយចំនួនហើយឆ្លៀតឱកាសនេះខ្ញុំសូមអរគុណដល់សប្បុរសជនដែលបានឧបត្ថម្ភគាំពារខ្ញុំទាំងសម្ភារៈទាំងថវិកាតិចជ្រៃច្រើនក្តីដើម្បីខ្ញុំបាទយកមកព្យាបាលនៅសុខភាពឥឡូវនេះមួយរយៈនេះខ្ញុំបានរឹងមាំជាងមុនច្រើនហើយជីវភាពខ្ញុំក៏អាចទោះបីជាខ្ញុំគ្មានលុយគ្មានកាក់ច្រើនតែសប្តាហ៍ថ្ងៃគឺខ្ញុំអាចមានម្ហូបអាហារមានបាយទឹកហូបដោយសារតែការជួយឧបត្ថម្ភពីពុកម៉ែបងប្អូនហើយក៏មានសប្បុរសជនជាច្រើនក៏បានជួយជាសភៅបានផ្ញើជាផ្លែឈើផ្ញើអីមកឲ្យខ្ញុំអរគុណសូមទទួលយកការគោរពពីខ្ញុំផងហើយថ្ងៃនេះខ្ញុំឆ្លៀតឱកាសថ្លែងអំណរអគុណសម្រាប់សប្បុរសជនសិលមិញគាត់បានផ្ញើសភៅឲ្យ2ក្បាលទៀតហើយគាត់បានឧបត្ថម្ភគឺទី1ក្រមនីតិវិធីព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌបាទដើម្បីយកមកផ្សព្វផ្សាយដល់ពុកម៉ែបងប្អូនហើយទីឆ្ងល់ថាទីឡែនចេះតែមានសភៅសពទៅគ្រប់អញ្ចឹងចេះដែរណាពុកម៉ែបងប្អូននេះហើយដែលខ្ញុំចង់ឆ្លោះបង្ហាញឲ្យឃើញថាការខិតខំប្រឹងប្រែងរបស់ខ្ញុំការតាំងចិត្តខ្ពស់ណាស់បងប្អូននៅពេលខ្ញុំជាប់ក្នុងពន្ធនាគារពេលគេដេកខ្ញុំមិនដែរហ៊ានដេកទេព្រឹកចាញ់រៀនងាកចាញ់រៀនពេលហូបអ្វីក៏តែខ្ញុំខ្វះខាតហូបប៉ុន្តែបន្ទាប់ពីហូបគឺខ្ញុំប្រឹងរៀនព្រោះខ្ញុំសង្ឃឹមថាពេលដែលខ្ញុំចេញមកវិញខ្ញុំនឹងមាននៅរូបមន្តនិងក្បួនវិធីថ្មីដែលអាចជួយសង្គមជាតិរបស់ខ្ញុំមានប្រសិទ្ធភាពហើយមានសុវត្ថិភាពទាំងខ្ញុំអ្នកធ្វើនិងបងប្អូនអ្នកតាមដានស្វែងយល់សិក្សាឥឡូវនេះខ្ញុំសំណូមពរឲ្យពុកម៉ែបងប្អូនព្យាយាមតាមដានឲ្យបានរាល់ថ្ងៃមកព្រោះវីដេអូរបស់ខ្ញុំធ្វើជាជំហានជាដំណាក់កាលខ្ញុំមិនអាចបកស្រាយដោយប្រើរយៈពេលវែងបានទេពុកម៉ែបងប្អូនហើយអរគុណច្រើនជាចុងក្រោយក៏អរគុណសម្រាប់ការតាមដានហើយជួយ Subscribe នៅ Channel YouTube របស់ខ្ញុំផងមានឈ្មោះច្បាប់សិទ្ធិមនុស្សកម្ពុជាហើយ Account TikTok ខ្ញុំក៏មានឈ្មោះច្បាប់សិទ្ធិមនុស្សកម្ពុជា Facebook របស់ខ្ញុំនេះក៏មានឈ្មោះច្បាប់សិទ្ធិមនុស្សបាទពុកម៉ែបងប្អូនអរគុណច្រើនកន្លងមកដែលស្រឡាញ់ចូលចិត្តដែលអាណិតដែលរាប់អានអរគុណច្រើនជំរាបលាជួបគ្នានៅវីដេអូក្រោយ